បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនថ្មីតែបង្កើត channel ថ្មីបងប្អូនមិនតាន់ចេះផុសវីដេអូបងប្អូនអាចមើលវីដេអូខ្ញុំបានបងប្អូននឹងចេះផុស 100% តែម្ដងបាទជាដំបូងបងប្អូនចូលមកកាន់ app YouTube មករួចហើយបងប្អូនឃើញសញ្ញាលេខបូកបងប្អូនចុចត្រង់កន្លែងសញ្ញាលេខបូកហ្នឹងមកអូខេបន្តមកទៀតវា load ដំបូងវា load short ហើយបងប្អូនវាមានដូចជាវីដេអូ short live ផុសសម្រាប់យើងផុសជារូបភាពបងប្អូនយើងអាចផុសរូបភាពបានដូចជា Facebook អញ្ចឹងបងប្អូននេះគឺជា short ហើយកន្លែងវីដេអូនេះគឺយើងផុសវីដេអូវែងបងប្អូនគឺជាវីដេអូ long បើឡើយខ្ញុំផុសវីដេអូនេះមួយហើយពេលយើងអាប់ឡូតវីដេអូហ្នឹងទៅវាអត់បង្ហាញយើងទេបងប្អូនរួចហើយបងប្អូនសរសេរចំណងជើងមកបងប្អូនសរសេរចំណងជើងត្រង់កន្លែងហ្នឹងណាបងប្អូនឥឡូវខ្ញុំ copy ចំណងជើងឲ្យខ្ញុំ pass សិនប៉ុន្តែខ្ញុំ copy នេះអត់ឃើញចំណងជើងមកផងចេញទៅ thumbnail មួយអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំដាក់ថារបៀបដាក់រូបភាព thumbnail បងប្អូនសរសេរចំណងជើងឲ្យរៀងតាក់ទាញបន្តិចបងប្អូនឲ្យដែលបងប្អូន search ក្នុង YouTube បងប្អូនឃើញចំណងជើងយើងអញ្ចឹងគាត់ចាប់អារម្មណ៍គាត់ចុចមើលវីដេអូយើងអញ្ចឹងបងប្អូនខ្ញុំដាក់ថារបៀបដាក់រូបភាព thumbnail ក្នុង channel YouTube ចំណងជើងហ្នឹងក៏សំខាន់ដែរបងប្អូនបងប្អូនរងចាំបន្តិចទៅណាបងប្អូនខ្ញុំសរសេរចំណងជើងមួយ plate សិនបាទឥឡូវខ្ញុំសរសេរម្ដងចឹងរបៀបដាក់រូបភាព thumbnail ក្នុង channel YouTube ដើម្បីឲ្យមានភាពតាក់ទាញមនុស្សមើលច្រើន2026បាទហើយបងប្អូនសរសេរចំណងជើងបងប្អូនមើលថាយើងសរសេរចំណងជើងត្រឹមត្រូវបងប្អូនចុចពាក្យថា upload ត្រង់កន្លែងហ្នឹងមកហើយត្រង់កន្លែងហ្នឹងយើងមិនបាច់កំណត់ទេយើងដាក់ជា public unlist អីទេយើងដាក់private ចឹងសិនហើយបងប្អូនធ្វើការ upload មកចាំយើងទៅរៀបចំនៅក្នុង YT Studio បាទឥឡូវវាកំពុង upload ហើយបងប្អូនវាមិនតាន់ពេញបាទឥឡូវយើងចូលមកកាន់កម្មវិធី Studio YT Studio ដើម្បីយើង
ចុចមើលវីដេអូបងប្អូនចុចកន្លែងពាក្យថា content ហ្នឹងមកនេះបងប្អូនវីដេអូដែលយើងអាប់ឡូតមិញហ្នឹងបងប្អូនបាទrồiបងប្អូនចុចកន្លែងខ្មៅដៃបងប្អូនចុចត្រង់កន្លែងខ្មៅដៃរួចហើយបងប្អូនចុចកន្លែង sound បងប្អូនចុចកន្លែងសញ្ញាខ្មៅដៃហើយត្រង់កន្លែងបងប្អូនមាន thumbnail បងប្អូនដាក់ thumbnail មកតែខ្ញុំអត់តបានធ្វើ thumbnail ទេបងប្អូនចុចដានវិញមកបាទបន្តមកបងប្អូនចុចកន្លែងពាក្យថា private មកត្រង់កន្លែងរូបមេសោហ្នឹងឬឲ្យបងប្អូនដាក់ public មកដើម្បីឲ្យយើងបើក public ទៅឲ្យមើលឃើញទូទាំងប្រទេសអញ្ចឹងបងប្អូនបាទរួចហើយបងប្អូនចូលមកកន្លែងសញ្ញាខ្មៅដៃវិញរួចហើយបងប្អូនចុចកន្លែងមិញហ្នឹងមករួចហើយបងប្អូនអេតបងប្អូននៅផាសបងប្អូនផាសចំណងចឹងឬឲ្យបងប្អូនយកមកដាក់កន្លែង add description ហ្នឹងមករួចឲ្យបងប្អូនចុចកន្លែងសញ្ញាបាញ់ព្រួយទៅឆ្វេងដៃហ្នឹងមករួចឲ្យបងប្អូនអូសឡើងទៅលើបងប្អូនចុចកន្លែង tag នេះមកដើម្បីយើងសរសេរឈ្មោះ channel យើងនិងចំណងជើងឲ្យគេ search ឃើញ channel យើងអញ្ចឹងណាបងប្អូនហើយបងប្អូនដាក់តាមខ្ញុំមកដើម្បីឲ្យវា rank វីដេអូផងដែរគេ search ទៅកាលណាគេ search ចំណងជើងវា load គេឃើញទៅគេចុចវីដេអូយើងមើលអញ្ចឹងបងប្អូនបាទឥឡូវខ្ញុំដាក់ឈ្មោះ channel ខ្ញុំមួយសិនខ្ញុំបង្រៀនបងប្អូនពីរបៀបផុសវីដេអូហ្នឹងគឺជាផុសវីដេអូស្តង់ដាបងប្អូនបាទហើយបងប្អូនសរសេរចំណងជើងមកឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំដាក់អក្សរតូចសុភ័ក្រស្មាតអនឡាញឬឲ្យបងប្អូនសរសេរអក្សរខ្មែរទៀតមកឬបងប្អូនសរសេរចំណងជើងក៏បានដែរបងប្អូនជាសរសេរឲ្យធ្វើមិនដើម្បីឲ្យវាតាក់ទងនឹងវីដេអូយើងណាបងប្អូនបងប្អូនរងចាំយូរបន្តិចហើយខ្ញុំសូមសរសេរសិនខ្ញុំបង្រៀនបងប្អូនច្បាស់ហើយបងប្អូនចេះផុសវីដេអូ YouTube សម្រាប់បងប្អូនដែលទៅតែបង្កើត channel YouTube ថ្មីអញ្ចឹងណាបងប្អូនសរសេរទៀតមកហ្នឹងគេហៅថាសរសេរ tag ឯងបងប្អូន tag ចំណងជើងហើយបងប្អូនមើលវីដេអូនេះបងប្អូនកុំសារបងប្អូនសារបងប្អូនផុសទៅមានលក្ខណៈខុសវាអត់ត្រូវស្តង់ដារអញ្ចឹងណាខ្ញុំមករៀនបងប្អូនបញ្យល់មួយច្បាស់លាស់ប
បងប្អូនសរសេរឲ្យច្រើនមកវាមិនខុសទេឲ្យធ្វើម៉េចឲ្យតាក់ទងនឹងវីដេអូរបស់យើងខ្ញុំសរសេររៀងច្រើនបន្តិចហើយខ្ញុំគិតថាបងប្អូនស្មាស់ជារងចាំយូរហើយមិនស្រួលបងប្អូនធុញខ្ញុំផងដែរបណ្ដៃបងប្អូនកុំធុញជឿតាខ្ញុំបងប្អូនធុញបងប្អូនមិនអាចធ្វើបានទេបាទឥឡូវខ្ញុំគឺថាខ្ញុំសរសេរ text តែប៉ុណ្្នឹងទេតមកបងប្អូនចុចពីតែ save ខាងលើនេះមកបាទបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជម្រាបលា